សង្គ្រប់នឹងជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសង្ខេបព័ត៌មានសំខាន់ប្រចាំថ្ងៃក្នុងរយៈពេល5ថ្ងៃមីយ៉ាន់ម៉ាចាប់ខ្លួនមនុស្ស 1600 នាក់ក្នុងការបង្ក្រាបល្បែងអនឡាញនៅជាប់ព្រំដែនថៃអ៊ីស្រាអែលវាយប្រហារលើសមាជិក Hezbollah នៅរដ្ឋធានីប្រទេសលីបង់ប្រធានគណៈកម្មការអឺរ៉ុបថាព្រំដែនអ៊ុយក្រែនមិនអាចកែប្រែដោយកម្លាំងបាយហើយកងទ័ពក៏មិនត្រូវកាត់បន្ថយដែរអ៊ុយក្រែននឹងត្រូវរៀបចំការបោះឆ្នោតជាថ្មីបើសិនទទួលយកផែនការសន្តិភាពរបស់លោកដូណាល់ត្រាំមីយ៉ាន់ម៉ារបបសឹកយោធាមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃទី23ខែវិច្ឆិកាថាខ្លួនបានចាប់ខ្លួនជនបរទេសជិត 1600 នាក់ក្នុងរយៈពេល5ថ្ងៃនៃការបង្ក្រាបជាសាធារណៈលើមជ្ឈមណ្ឌលឆបោកអ៊ីនធឺណិតដ៏ល្បីមួយនៅតាមបណ្ដោយព្រំដែនជាប់ជាមួយថៃទីតាំងរោងចក្រខ្លែងបន្លំដ៏ច្រើនសន្ធឹកសន្ធាប់បានរីកដុះដាលនៅតាមបណ្ដោយព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ាដែលហែកហួរដោយសង្គ្រាមអ្នកឆបោកដែលកំណត់គោលដៅអ្នកប្រើប្រាស់អ៊ីនធឺណិតជាមួយនឹងស្នេហានិងគុណវិបត្តិអាជីវកម្មដែលមានតម្លៃរាប់សិបពាន់លានដុល្លារជារៀងរាល់ឆ្នាំតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP អ្នកជំនាញបាននិយាយថារបបយោធាមីយ៉ាន់ម៉ាត្រូវបានចោទប្រកាន់ជាយូរមកហើយថាបានសម្លឹងមើលផ្លូវផ្សេងទៀតនៅពេលដែលឧស្សាហកម្មខុសច្បាប់រីកចម្រើនកាន់តែខ្លាំងក៏ប៉ុន្តែបានបង្ក្រាបយ៉ាងចាស់ដៃចាប់តាំងពីខែកុម្ភៈដើមឆ្នាំនេះបន្ទាប់ពីត្រូវបានបញ្ចុះបញ្ចូលដោយប្រទេសចិនដែលជាអ្នកគាំទ្ររបបយោធាដ៏សំខាន់អ៊ីស្រាអែលវាយប្រហារលើសមាជិក Hezbollah នៅរដ្ឋធានីប្រទេសលីបង់ទីក្រុងបេរុតយោធាអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអាទិត្យនេះថាខ្លួនបានបើកការវាយប្រហារលើសកម្មជនម្នាក់របស់ក្រុម Hezbollah នៅតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរុតតាមប្រភពវិទ្យាសាស្ត្របានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់25នាក់បានរងរបួសនិងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗនេះបើយោងតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025ការវាយប្រហារនេះបានចំលើផ្លូវធំមួយដោយប្រជាពលរដ្ឋបានរាយការណ៍ថាគេបានឮសំឡេងយន្តហោះចម្បាំងមុនពេលដែលមានការផ្ទុះឡើងមនុស្សជាច្រើនបានរត់ចេញពីអគារស្នាក់នៅរបស់ពួកគេដោយក្តីភ័យខ្លាចថានឹងមានការវាយប្រហារបន្ថែមទៀតមុនពេលមានការវាយប្រហារនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រាប់គណៈរដ្ឋមន្ត្រីថាអ៊ីស្រាអែលនឹងបន្តប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅលើសមរភូមិជាច្រើនផ្សេងទៀតលោកបានសង្កត់ធ្ងន់ថាយើងនឹងបន្តធ្វើអ្វីៗដែលចាំបាច់ដើម្បីការពារកុំឲ្យមាន Hezbollah អាចស្ដារស្ថានភាពគំរាមកំហែងដល់ពួកយើងបានគួរបញ្ជាក់ផងដែរថាកាលពីខែវិច្ឆិកាអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមផ្លូវអាកាសនៅភាគខាងត្បូងនៃប្រទេសលីបង់ដោយចោទប្រកាន់ថា Hezbollah កំពុងព្យាយាមពង្រឹងកម្លាំងនិងបំពាក់អាវុធឡើងវិញចាប់តាំងពីបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកកាលពីឆ្នាំមុនទោះបីជាយ៉ាងណាក៏ដោយក្រុម Hezbollah បានអះអាងថាខ្លួនបានគោរពតាមលក្ខខណ្ឌដែលតម្រូវឲ្យបញ្ចប់វត្តមានយោធានៅតាមព្រំដែនបានយ៉ាងត្រឹមត្រូវប្រធានគណៈកម្មការអឺរ៉ុបថាព្រំដែនអ៊ុយក្រែនមិនអាចកែប្រែដោយកម្លាំងបាយហើយកងទ័ពក៏មិនត្រូវកាត់បន្ថយដែរទីក្រុង Brusselsប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រកាសយ៉ាងម៉ឺងម៉ាត់នៅថ្ងៃអាទិត្យនេះថាព្រំដែនរបស់អ៊ុយក្រែនមិនអាចត្រូវបានផ្លាស់ប្ដូរដោយកម្លាំងបាយនោះទេហើយកងទ័ពរបស់ប្រទេសនេះក៏មិនអាចត្រូវកាត់បន្ថយដែរដែលនាំឲ្យប្រទេសងាយនឹងរងគ្រោះបំផុតនេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងស្របពេលដែលមន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិកអ៊ុយក្រែននិងទីប្រឹក្សាសន្តិសុខជាតិមកពីបារាំងអង់គ្លេសអាល្លឺម៉ង់កំពុងជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវដើម្បីពិភាក្សាអំពីសេចក្តីព្រាងផែនការសន្តិភាពរបស់ទីក្រុងវ៉ាស៊ីនតោនប្រធានគណៈកម្មការអឺរ៉ុបរូបនេះបានគូសបញ្ជាក់អំពីធាតុសំខាន់ៗចំនួន3សម្រាប់សន្តិភាពយូរអង្វែងទី1ព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរដោយកម្លាំងបាយឡើយទី2មិនត្រូវមានការកំណត់លើកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនដែលធ្វើឲ្យប្រទេសនេះងាយនឹងធ្លាក់ក្នុងគ្រោះចំពោះការវាយប្រហារនាពេលអនាគតនិងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខអឺរ៉ុបនិងទី3ទួលនីតិស្នូលរបស់សហភាពអឺរ៉ុបក្នុងការធានាសន្តិភាពសម្រាប់អ៊ុយក្រែនត្រូវតែបានឆ្លុះបញ្ចាំងយ៉ាងពេញលេញលោកស្រីបានបន្ថែមថាអ៊ុយក្រែនត្រូវតែមានសិទ្ធិជ្រើសរើសវាសនារបស់ខ្លួនហើយពួកគេបានជ្រើសរើសវាសនានៅអឺរ៉ុបទន្ទឹមនឹងនេះដែរលោកស្រីបានសង្កត់ធ្ងន់ថាផែនការសន្តិភាពដែលអាចជឿទុកចិត្តបានគួរតែបញ្ឈប់ការសម្លាប់និងបញ្ចប់សង្គ្រាមក៏ប៉ុន្តែមិនត្រូវសាបព្រោះគ្រាប់ពូជសម្រាប់ចំនួននាពេលអនាគតនោះទេអ៊ុយក្រែននឹងត្រូវរៀបចំការបោះឆ្នោតជាថ្មីប្រសិនបើទទួលយកផែនការសន្តិភាពរបស់លោកដូណាល់ត្រាំទីក្រុងគៀវផ
ផែនការដំណោះស្រាយឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែនក្នុងពេលអនាគតក៏នឹងត្រូវបញ្ចូលនៅដំណើរការបោះឆ្នោតនៅប្រទេសអ៊ុយក្រែនផងដែរនេះបើយោងតាមការអះអាងរបស់បេសកជនរបស់ប្រធានាធិបតីលោកដូណាល់ត្រាំសម្រាប់ប្រទេសអ៊ុយក្រែនគឺលោក Keith Kellogg ចាប់តាំងពីដើមឆ្នាំ2025មកលោក Keith Kellogg ដែលបានបង្កើតលក្ខខណ្ឌចរចាជាបន្តបន្ទាប់សម្រាប់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែនជាមួយភាគីមហាអំណាចរុស្ស៊ីបានប្រាប់ទូរទស្សន៍ Fox News ថាការបោះឆ្នោតនៅអ៊ុយក្រែនត្រូវបានបញ្ចូលទៅក្នុងលក្ខខណ្ឌនៃដំណើរការចរចាសន្តិភាពដែលផែនការសន្តិភាព28ចំណុចរបស់លោកដូណាល់ត្រាំបានចង្អុលបង្ហាញនៅក្នុងផែនការ28ចំណុចដែលត្រូវបានលើកឡើងយ៉ាងទូលំទូលាយប៉ុន្តែមិនទាន់ត្រូវបានផ្សព្វផ្សាយឲ្យទូលំទូលាយនោះទេបានលើកឡើងពីចំណុចដែលស្នើឲ្យអ៊ុយក្រែនកាត់ដីឲ្យរុស្ស៊ីការកាត់បន្ថយចំនួនកងទ័ពនៅអ៊ុយក្រែនការបញ្ចប់ការប៉ុនប៉ងចូលជាសមាជិករបស់អង្គការ NATO ជាដើមការរៀបចំបោះឆ្នោតនៅប្រទេសអ៊ុយក្រែនគឺជាផ្នែកមួយនៃការទាមទាររបស់ទីក្រុងមូស្គូជាយូរណាស់មកហើយដើម្បីធ្វើការឆ្ពោះទៅរកការចរចាក៏ប៉ុន្តែអ៊ុយក្រែនមិនបានរៀបចំការបោះឆ្នោតនេះនោះទេក្រោយការបញ្ចប់អាណត្តិរបស់លោកប្រធានាធិបតី Volodymyr Zelensky ដោយមូលហេតុការដាក់ប្រទេសក្នុងគ្រាអាសន្នព្រោះតែមានសង្គ្រាមលោក Keith Kellogg បានប្រាប់បណ្ដាញផ្សព្វផ្សាយសង្គមថាចំណុចនេះនៅក្នុងផែនការខ្ញុំគិតថាវាមានសារៈសំខាន់ផងដែរដែលថានឹងមានការរៀបចំការបោះឆ្នោតជាថ្មីចំណុចនេះបានចែងនៅក្នុងផែនការយ៉ាងច្បាស់ថាអ៊ុយក្រែនត្រូវតែរៀបចំការបោះឆ្នោតក្នុងរយៈពេល100ថ្ងៃលោកបានបន្ថែមថាអ្នកប្រហែលទៅដល់ចំណុចនោះក្នុងរយៈពេលប្រហែល90ថ្ងៃដោយផ្អែកលើអ្នកដែលខ្ញុំបាននិយាយជាមួយក៏ប៉ុន្តែវានឹងមានដំណើរការដ៏គួរឲ្យចាប់អារម្មណ៍ខ្ញុំគិតថាការបោះឆ្នោតនេះពួកគេពិតជាត្រូវការដែលនឹងធានាឡើងវិញនៅអ្នកដឹកនាំរដ្ឋាភិបាលថ្មីធានាពិភពលោកដែលមានសេរីភាពផងដែរក៏ប៉ុន្តែនោះជាញត្តិមួយក្នុងចំណោមញត្តិជាច្រើននៅក្នុងផែនការទោះបីជាមានការអះអាងពីការដាក់ចេញនៅផែនការសន្តិភាពបែបនេះមែនក៏ប៉ុន្តែសម្ព័ន្ធមិត្តអ៊ុយក្រែននៅភាគអឺរ៉ុបបានអះអាងពីប្រទេសអាហ្វ្រិកខាងត្បូងថាជាទីដែលពួកគេជួបប្រជុំនៅក្នុងកិច្ចប្រជុំប្រទេសឧស្សាហកម្មរីកចម្រើនដោយបាននិយាយថាផែនការនោះមិនទាន់ជាផ្លូវការនៅឡើយទេហើយពួកគេក៏នឹងត្រូវជជែកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំផងដែរងាកទៅមើលប្រទេសអ៊ុយក្រែនវិញប្រធានាធិបតី Volodymyr Zelensky បានប្រាប់ទៅដល់ប្រជាជនរបស់លោករួចជាស្រេចហើយថាអំពីភាពលំបាកក្នុងការសម្រេចចិត្តដែលដាក់សម្ពាធពីខាងភាគីសហរដ្ឋអាមេរិកអរគុណអ្នកនរគ្នាអញ្ចឹងពីខ្ញុំទៅគឺមានតែប៉ុណ្្នឹងទេនៅថ្ងៃនេះអរគុណសម្រាប់ការទស្សនាកុំភ្លេចជួយចុច like Subscribe និង Follow ម្នាក់មួយផងអរគុណជួបគ្នានៅវីដេអូក្រោយ